ហូចចាត់ខ្លាំងណាស់បរិសម្នាក់ដែលថាមានប្រពន្ធពុះធំ4ខែជាប់នៅក្នុងអាគាររលំនៅថៃឲ្យគេអាណិតពេញប្រទេសតាមពិតជាជនឆ្លៀតឱកាសចង់បានលុយបរិច្ចាគចេះធ្វើទៅរួចពុកម៉ែបងប្អូនហើយខ្ញុំវិញខំតែអាណិតគាត់ណាបងប្អូនពិតជាធ្វើឲ្យមហាជនមានការហួសចិត្តមិនស្ទើរឡើយដែលខំតែអាណិតបរិសម្នាក់ដែលអះអាងថាប្រពន្ធពុះធំ4ខែបានជាប់នៅក្នុងអាគារ30ជាន់ដែលជាប់រលំនៅថៃតាមពិតទៅគ្រាន់តែជាជនឆ្លៀតឱកាសដើម្បីចង់បានលុយបរិច្ចាគតែប៉ុណ្ណោះបើតាមព័ត៌មានបានដឹងថាបរិសរូបនោះមានវ័យ50ឆ្នាំបានមកសម្រក់ទឹកភ្នែកនិងមានការចាសូមអធិស្ឋានប្រិមិត្តកាន់កាត់បុគ្គលិកស្រីម្នាក់មកប្រាប់អាជ្ញាធរថាជាប្រពន្ធរបស់ខ្លួនដែលកំពុងពុះធំ4ខែហើយកំពុងតែជាប់នៅក្នុងអាគារខាងលើក្នុងនោះខាងអាជ្ញាធរមានការសង្ស័យទៅបានខត់ខ្លួនមកសួរនាំទៅដឹងថាបរិសរូបនោះមិនមានប្រពន្ធជាប់ក្នុងអាគារឡើយចំណែកកាត់នោះគឺរើសបានទៅនឹងឃើញយកមកអះអាងកុហកបែបនេះយ៉ាងណាមិញចុងក្រោយម្ចាស់កាតបានដាក់ពាក្យបណ្ដឹងហើយក្នុងនោះខាងប៉ូលីសក៏បានតាក់ទងទៅអ្នកដែលធ្លាប់ចាបរិច្ចាគលុយឲ្យបរិសរូបនោះកន្លងមកឲ្យមកដាក់ពាក្យបណ្ដឹងក្នុងបទឆបោកផងដែរដោយឡែកបរិសខាងលើនោះបានត្រឹមតែលើកដៃសំទោសជនរងគ្រោះសំទោសអ្នកសារព័ត៌មាននិងសាធារណជនហើយអះអាងថាខ្លួនគ្មានអចេតនាឆបោកឡើយបងប្អូនហើយតតែម្ដងចូលប៉ោះប៉ូលីសពឹបចឹងបានដឹងថាអូស្រក់ទឹកភ្នែកមែនតើហ្នឹងមិនទាន់ស្គាល់គុកអត់ទាន់ស្គាល់ថាអ្វីថាអាម៉េចទេបងប្អូនចេះតែបើឲ្យខ្ញុំវិញខំតាណាស់ណាបងប្អូនណាប៉ុន្តែឆ្ងល់នឹងថាគាត់អាយុ50ឆ្នាំហ៎បងប្អូនហើយមានប្រពន្ធហ្នឹងវ័យក្មេងប្រពន្ធដូចជាមិនទាន់អាយុ20ស្រួលបួលទេសាមុនណាបងប្អូនហើយដល់ពេលគាត់ចេះទៅសម្ដែងទៅរួចណា